តែប៉ុណ្ណោះអ្វីជាក់ស្ដែងពីការបង្រៀនរបស់យើងតែផ្ទាល់គឺនៅពេលដែលយើងចេញទៅធ្វើការងារនៅខាងក្រៅដូច្នេះខ្ញុំសូមស្នើទៅលើប្រធានបទដែលបានលើកឡើងថាសិស្សគួរតែរៀនបណ្ដាញធ្វើការបណ្ដាលដើម្បីឲ្យពួកគេរៀនអំពីសេដ្ឋកិច្ចដើម្បីឲ្យពួកគេរៀនអំពីសេដ្ឋកិច្ចnó còn hiện tại vậyរៀនអំពីសេដ្ឋកិច្ចការបណ្ដាញធ្វើការបណ្ដាញធ្វើឲ្យពួកគេផ្លាស់ប្ដូរនៅក្នុង vậy thì trả lời một quả ác mong muốn cái chặt đá xong chuẩn bị xua lục rú nâng theo công sản đặc biệt còn đôi chia xong chuẩn bị xua đó trong xong phòng này chúng ta đi chung sinh hoạt tại nhá nâng bộ quan đi mua tiền mấy tí hai chị ý nâng đi sửa mạng bộ quan cái tuần ti không không nghiệp muốn nắng trong shop qua ban đồng hàng nàng ha rất cho ban chạy về phía mình có bị ca liên phóng của ca các hàng phòng đấy nhưng mình sợ đó nhưng mình con trong mình cũng là đi đủ tiền bây giờ năm 2 sợ bị chia lại cả shop từ tổng công đạt không thật không vay mỗi từ cái bị chụp bị ngã đập sẽ đi bây giờ từ máy về một tiền túi từ ca nghe càng máu bây giờ mình tham không về mũi này trăm bách không ca sẵn sàng phang một phần đôi chia không ca sẵn sàng là một bây giờ mình là ca nuôi đang nuôi cướp mình không ca sẵn sàng nó tư ca của đó nhà bạn sân đi ra tận kia nuôi việc mang đó để khi nó hạt bóng trên cả sông đôi chia sao lấy chấm đôi có thật một lần một tháng nữa một chia là chia đèo đầu tiên nó tự bán này đó tháng thôi bên hàng mốt này đầu tiên nó tự bán nơi càng đi mũi đời lọ và sáng nó tự bán được này đó trong khuôn phòng tiền phòng từนี้ការcontrol ចំណុចសំខាន់ណាចំណុចសំខាន់ទី1របស់ក្រុមស្រុកគឺខ្ញុំសូមស្រុកទេព្រោះពួកយើងពិបាកបែងចែកក្នុងពេលវេលាច្រើនណាស់ក្នុងការរៀនផងធ្វើការផងហើយបន្តមកខ្ញុំសូមឲ្យក្រុមស្រុកបន្តខ្ញុំមកពីក្រុមស្រុកខ្ញុំតាមស្រុកជារបបនេះទាំងស្រុកព្រោះសាប់ជាឡៃតាមចាប់ការចាប់រៀនសាក់ទី12យើងត្រូវតែរៀនបណ្ដាធ្វើការបណ្ដាព្រោះសាប់ទាំងអស់បាត់ខាទាំងអស់បាត់ជាអ្នករៀននោះទេពួកគឺមានអ្នកខ្លះជាអ្នកក្រៃបដូច្នេះពួកគេទៅធ្វើការបណ្ដារៀនបណ្ដាដើម្បីយកថាវិការអស់នោះទៅគ្រប់គ្រងក្នុងការសិក្សារបស់ពួកគេហើយជំនាញទៅទៀតធ្វើឲ្យពួកគេមាន experiment ខ្លួនដែលអាចមានភាសាខ្មែរថាច្បាប់ពិសោធន៍ដល់ហើយទៅពេលដែលពួកគេបញ្ចប់ការសិក្សាហើយបញ្ចប់ការសិក្សាឆ្នាំទី4ហើយពួកគេអាចចេញទៅធ្វើការងារតាមការងារបានយ៉ាងងាយស្រួលហើយនៅទៅទៀតធ្វើឲ្យប៉ុន្តែបើសិនបើពួកគេមិនធ្វើការបណ្ដាសាមណ្ឌទេសិស្សជាបានជំនួសអាចត្រូវបានឈប់សិក្សារៀនសូត្រដោយសារតែខ្វះថវិកាហើយនឹងធ្វើឲ្យតែជាតិយើងបាត់បង់ធនធានមនុស្សជានេះទៅទៀតត្រូវយើងត្រូវរៀនផងក្នុងការផលដើម្បីមានចំណេះដឹងយើងកាន់តែកើនឡើងជាចុងក្រោយខ្ញុំមានសំណួរមួយចង់សួរផងបដិសេធថាហេតុអ្វីបានជាអ្នកនរគ្នាគាត់ថាការសិក្សាបណ្ដាលធ្វើឲ្យខាត់បង់ពេលវេលាđầm rongទៀតតែខ្ញុំអ្នកបន្តដាក់cái to nói phải cho bạn sai một yên mê tri là một bên nhà chỉ cái chấm đá không phải đi được đâu nhưng mà chúng ta học cái chỉ ta thực hành trong trò này nói chúng ta không nói đến số là có cái đó là cao tha cái khu ta ca nghiên pin bây giờ ca sang
បញ្ហាសុខភាពព្រោះការរៀនធ្វើការងារក្រៅម៉ោងជាពិសេសសិស្សជាឡៃគឺពួកគេរៀនចាប់ពីព្រឹកដល់ល្ងាចនេះពួកគេមានពេលធ្វើការចាប់តែពីពេលវេនយប់ដូចនេះហើយពួកគេមិនអាចសម្រាប់គ្រប់គ្រាន់ហើយជាមួយនឹងការដែលមានកិច្ចការសាលាឬក៏មានសម្ពាធពីកន្លែងធ្វើការផងនោះពួកគេមានពេលការសិក្សារៀនសូត្រនិងមានបញ្ហាផ្លូវចិត្តទៅជាសម្ពាធពីកន្លែងធ្វើការហើយជាមួយនឹងបរិយាកាសកន្លែងធ្វើការនោះមានការដូចជាការសេពសារាដូចជាមានការជួបបរិយដែលធ្វើឲ្យពួកគេបែកអារម្មណ៍ឬក៏ជួបវិញនៅគ្រឿងទាំងនោះដែលធ្វើឲ្យពួកគេទឹកភ្លើងសប្បាយរីករាយនៅគ្រឿងទាំងនោះហើយចំពោះគ្រឿងទាំងនោះយើងទាំងហៅថាវាជាគ្រឿងដែលមិនល្អដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពហើយថែមទាំងនោះនៅកន្លែងធ្វើការសំជាឡៃជាច្រើនតែជួបនឹងបញ្ហាដូចជាការគេប្រវាញ់កម្លាំងពលកម្មតែដូចជាគេនឹងបើកប្រាក់ឈ្នួលពេញឬក៏គប់កេរហើយសំជាឡៃជាច្រើនមិនមានភាពក្លាហាននៅក្នុងការតបប្រឆាំងនឹងតាមផ្លូវច្បាប់ដែលគេបានគប់កេរជាកម្លាំងពលកម្មរបស់ខ្លួនហើយចំពោះខ្ញុំយល់ថាចំពោះតែការរៀនផ្នែកសេដ្ឋកិច្ចមួយមុខយើងមិនចាំបាច់ធ្វើការងារក្រៅម៉ោងទេព្រោះយើងអាចសិក្សារៀនទៅតាមទ្រឹស្ដីឬក៏តាមអ្វីផ្សេងៗទៀតពីព្រោះយើងនៅវ័យក្មេងហើយខ្ញុំក៏មានសំណួរមួយចង់សួរទៅកាន់ក្រុមស្រាប់ដែរមិញគាត់លើកឡើងថាពេលដែលរៀនចប់តែមិញសំណួរនេះគេសួរថាសិស្សវិទ្យាល័យវាមិនអត់បានបញ្ចប់ថាការរៀនចប់តទៅនេះទេហើយចង់ខ្ញុំសូមអរគុណទីកាច់បន្តទៅទៀតនេះសូមឲ្យយុវជនដែលបេក្ខជនក្រុមស្រុកដល់យ៉ាងណាឡើងមកវេទិកាកិច្ចចាប់ដើមសូមជំរាបសួរដល់មានសួរក្រុមបដិសេធអស់គ្នានឹងខ្ញុំណាឲ្យក្រុមស្ដោតឡើងនិយាយទៅនិយាយតាមម៉ូទៅការទៅរៀននៅវិទ្យាល័យផងនៅវិទ្យាល័យផងសិស្សសាវិទ្យាល័យត្រូវតែរៀនវិទ្យាល័យសិក្សានឹងសិស្សដែលរៀនវិទ្យាល័យផងធ្វើការផងតែចេះអភិវឌ្ឍខ្លួននោះមានន័យថានៅពេលដែលយើងរៀនមួយមុខយើងមិនយកពីការនៅឆត់នឹងយកពីការនៅឆត់នោះទេយើងនឹងការប្រើចំណុចរបស់ខ្លួនឯងការប្រើចំណុចរបស់ខ្លួនឯងអញ្ចឹងនៅពេលដែលយើងធ្វើការបណ្ដារៀនបណ្ដាធ្វើឯងយើងយល់ដល់ពីសង្គមនៅខាងក្រៅជាពិសេសយកដល់ការងារក្រៅមកហើយចេះការកែតម្រង់ខ្យល់ច្រអូសហើយនៅពេលដែលយើងរៀនបណ្ដាធ្វើការបណ្ដាធ្វើឲ្យយើងយល់ដល់ពីសង្គមកាន់តែច្រើនហើយក៏អាចយល់ដល់ពីការងារផងដែរជាពិសេសការកែតម្រង់ខ្យល់ច្រអូសផងនឹងយើងនឹងបន្តនៅវិជ្ជាចិត្តកំណត់ការកាត់ការចំណាយហើយនៅពេលដែលយើងចាត់ធ្វើការយើងចាត់សម្របខ្លួនចាត់សម្របខ្លួនចាត់ដងខុសត្រូវចាត់និយាយចាត់និយាយស្ដីកាយវិការក្នុងការនិចំរកពីឲ្យបានសមរម្យទៅនឹងការងារចង់បញ្ចប់សូមអរគុណលោកគ្រូនិងមកបដិសេធអស់គ្នា cái tốt mời bày chung phật sát hay chị nhi là về cả chưa cái công tác chung xong chuẩn bị tôi từ đó là pro mà đồng sản ngọc đi chụp tay lưng và hẹn đồng trọ chung xong phải trái của cái này có được của ban lừa ra xa các thứ càng nghe khai báo nước tư chui ở của quan ăn gọt luôn một các thứ càng nghe khai báo các thứ càng nghe khai báo nước như ai ăn gọt luôn từ một ban tiền công thang viết ban đồ đến sắp ông phi tôi nào ra đấy nên cả và sẽ được cách đơn ca mình phiên sẽ cách đi xa ta bị từng nãy đơn ca mình nhớ nó ca mình thay lại
ដូចជាការរៀនតាមរយៈហើយសន្តិកិច្ចការចូលរួមវិភាគទៅក្នុងទៅតាមបណ្ដាញអ៊ីនធឺណិតឬការវិភាគនៅក្នុងកម្មវិធីផ្សេងៗគឺអាចផ្ដល់ឲ្យសិស្សនៅការមានបទពិសោធន៍នៅក្នុងចំណេះដឹងសេដ្ឋកិច្ចឬទូលំទូលាយជាងការងារឡើងវិញការជំរាបសួរទៅកាន់លោកគ្រូនិងសិស្សទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាហើយជាពិសេសសូមជម្រាបទៅកាន់មិត្តភ័ក្តិទាំងផងដែរនេះខ្ញុំជាក្រុមស្របមកស្របនេះខ្ញុំសូមស្របទៅលើប្រធានសាកលវិទ្យាល័យគួរតែធ្វើការក្រៅម៉ោងដើម្បីរៀនអំពីសេដ្ឋកិច្ចគ្រូទី1យើងទទួលបានប្រាក់កម្រៃដើម្បីយកមកទៅនៅសម្ភារៈសិក្សាដូចជាកតាបិតសិភៅជាដើមហើយយើងក៏អាចអភិវឌ្ឍខ្លួនឯងបានដោយពីមនុស្សម្នាក់ដែលឆ្លរអទៅមនុស្សម្នាក់ដែលឧស្សាហ៍ជាយើងបានផងដែរហើយមួយវិញទៀតយើងក៏អាចចេះបែងចែកនៅពេលវេលាច្បាស់លាស់យើងបែងចែកពេលវេលាណាធ្វើការនិងពេលវេលាណាយើងត្រូវសិក្សារៀនសូត្រហើយកត្តាដែលជាមួយផ្នែកធំទៀតនោះគឺយើងនឹងអាចជួយសម្រាប់បន្ទុកទៅកាន់ឪពុកម្ដាយរបស់យើងបានដោយសារតែយើងអាចធ្វើការក្រៅម៉ោងដើម្បីយកប្រាក់ចំណូលនោះមកសិក្សាដោយខ្លួនឯងបានហើយយើងក៏អាចចេះសម្របខ្លួនទៅនឹងមជ្ឈដ្ឋាននៅខាងក្រៅហើយយើងក៏អាចដឹងពីតម្លៃការងារនៅក្នុងសង្គមខាងក្រៅទាំងមូលដឹងពីសង្គមខាងក្រៅថាយល់ដឹងពីតម្លៃការងារថាការងារណាដែលល្អការងារណាដែលយើងគួរធ្វើនិងការងារណាដែលយើងមិនគួរធ្វើហើយមួយវិញទៀតយើងក៏អាចចេះសម្របខ្លួនទៅនៅក្នុងចេះសម្របខ្លួននៅក្នុងការធ្វើការងារនិងនៅក្នុងការសិក្សាបានផងដែរហើយយើងក៏អាចដឹងពីមជ្ឈដ្ឋាននៅក្នុងជុំវិញសង្គមនៅខាងក្រៅថាសង្គមខាងក្រៅពិតជាចង់បាននៅយុវជនដែលទទួលបាននៅបទពិសោធន៍ច្រើននិងយុវជនដែលជាទំពាំងក្នុងឫស្សីដើម្បីយកមកអភិវឌ្ឍសង្គមជាតិអរគុណលោកគ្រូជាកិច្ចបន្តទៀតនោះសូមឲ្យក្រុមបរិស័ទទីសំណាងមកឡើងជាចំណាំសូមជម្រាបសួរលោកគ្រូនិងក្រុមស្របដែលហើយនឹងមកការរួមថាឡើងនេះដែលមានវត្តមាននៅទីនេះខ្ញុំបានឈ្មោះនៃសំណាងពីសមាជិកនៃក្រុមបរិស័ទដែលអ្នកនរគ្នាបានដឹងស្រាប់ហើយថាពួកគាត់តែមានដំណើរការល្អៗដូចគ្នាហើយខ្ញុំជាសមាជិកក្រុមបរិស័ទខ្ញុំសូមគ្រប់គ្រងមតិក្នុងខាងក្រុមបរិស័ទខ្ញុំបានជាសរុបមកវិញចំពោះមតិទាំងអស់នេះខ្ញុំសូមគ្រប់គ្រងថាបើសិនជាសាកលវិទ្យាល័យខ្មែរទាំងអស់ចង់ចេះនៅសេដ្ឋកិច្ចគួរតែទី1ផ្ដោតលើការខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបានចំណេះដឹងល្អហើយទទួលបានអាហារូបករណ៍រៀននៅសាកលវិទ្យាល័យល្បីៗនៅក្នុងពេញដូចជាវិទ្យាល័យដូចជាមហាវិទ្យាល័យភូមិន្ទនីតិសាស្ត្រមហាវិទ្យាល័យគ្រប់គ្រងជាគ្រប់គ្រងជាដើមហើយចំពោះចំណុចទី2សិក្សាតាមអនឡាញឬតាមphépសេដ្ឋកិច្ចល្បីៗអានសៀវភៅសេដ្ឋកិច្ចដូចជាភាសាខ្មែរភាសាអង់គ្លេសជាដើមចំពោះចំណុចទី3ធ្វើការងារស្ម័គ្រចិត្តដោយមិនធ្វើឲ្យយើងទទួលរងនៅសម្ពាធដូចជាការងាររកលុយទេហើយការងារស្ម័គ្រចិត្តហ្នឹងយើងអាចស្វែងរកបាននៅតាមអង្គការយុវជនផ្សេងៗឬក៏តាមអង្គការផ្សេងៗជាដើមចុងក្រោយសូមអរគុណគ្រូនិងមិត្ត